ដើម្បីធ្វើការលុបអូឆេងនៅលើ slide counter របស់យើងហ្នឹងជំហានដំបូងយើងត្រូវកាច់សោម៉ូតូរបស់យើងមកនៅពេលដែលយើងកាច់សោហើយយើងនឹងឃើញនៅលើ slide counter របស់យើងហើយចេញពាក្យថា O-chain អញ្ចឹងយើងឃើញoption 2ពាក្យថា select ហើយនឹង set អញ្ចឹង select ហើយនឹង set គឺ select សំដៅទៅលើ option ដែលយើងចង់មើល set មានន័យថាការកំណត់ទៅលើ option អញ្ចឹងដើម្បីសេរី O-chain យើងចុចសកត់វាទាំងពីរមកក្នុងពេលតែមួយប្រហែលជា10 second ទៅវានឹង load មកបែបហ្នឹងអញ្ចឹងនៅពេលដែលវា load មកផ្លឹបអញ្ចឹងហើយយើងចុច select option ដើម្បីធ្វើការលុប O-chain ឬក៏កំណត់ O-chain ដែលយើងនឹងធ្វើការផ្លាស់ប្ដូររយៈពេលប្រហែលគីឡូម្ដងអញ្ចឹងនៅពេលបន្ទាប់មកអ្នកនរគ្នាចុចពាក្យថា set ចុចប៊ូតុងថា set នៅពេលដែលចុចប៊ូតុង set ហើយវានឹង load 500គីឡូជាជំហានដំបូងរបស់យើងអញ្ចឹង500គីឡូដើម្បីកំណត់គីឡូឲ្យឡើងយើងចុចពាក្យថា select យើងកំណត់ប្រមាណគីឡូ1500 2000 2500គីឡូ3000អញ្ចឹងទៅអញ្ចឹងសម្រាប់ខ្ញុំកំណត់4000គីឡូទើបខ្ញុំធ្វើការផ្លាស់ប្ដូរប្រេងម្ដងអញ្ចឹងយើងកំណត់4000គីឡូរួចហើយដើម្បីកំណត់គីឡូនឹងឲ្យវាជាប់នៅលើ option O-chain ហ្នឹងយើងចុចពាក្យ set ពាក្យ set មានន័យថាយើង set 4000គីឡូហ្នឹងនៅក្នុងការផ្លាស់ប្ដូរប្រេងម្ដងហើយកន្លែងនេះ select option ខ្ញុំចង់បញ្យល់ថា option មួយដែលយើងចង់មើលយើង select ទី1អញ្ចឹងយើងឃើញ total ចុចលើកទី2យើងឃើញ trip A អញ្ចឹងទៅចុចលើកទី3យើងឃើញ trip B អញ្ចឹងទៅហើយយើងចង់ reset trip A trip B អ្នកនរគ្នាគ្រាន់តែចុច select option លើ trip A ហើយយើងចុចលើពាក្យថា set ឲ្យជាប់វានឹង reset ពីប្រហែល1000គីឡូដែលអ្នកនរគ្នាប្រើប្រាស់ឲ្យទៅមក00គីឡូហើយអញ្ចឹងអ្នកនរគ្នាឃើញនៅពេលដែលយើង reset trip A trip B អស់ហើយ average ក៏យើងload មក00 default របស់វាដែរអញ្ចឹងនៅពេលដែលយើងជិះទៅវានឹងកំណត់គីឡូថ្មីជាមួយនឹងប្រេងថ្មីរបស់យើងដូចគ្នាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបើសិនជាពេញចិត្តកុំភ្លេចជួយ follow និង like មួយផង